បាទសួស្តីបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយនៅក្នុងវីដេអូនេះដែរខ្ញុំមានធីបមួយចង់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀបក្នុងការយើង share Wi-Fi លក្ខណៈយើង share ធ្វើម៉េចឲ្យវាដើរលឿនតែយើង share លក្ខណៈជាខ្សែវិញណាបងប្អូនឧទាហរណ៍ខ្ញុំមានខ្សែយើងចូលថ្មហ្នឹងបងប្អូននេះ USB type នេះហើយវាលក្ខណៈសំខាន់វាល្អវាត្រង់ថាយើង share ពីទូរស័ព្ទរបស់យើង share អត់មានប្រើខ្សែយើងប្រើ hotspot ទូរស័ព្ទទៅយើង share ចូលកុំព្យូទ័រវាដើរដែរក៏តែលក្ខណៈថាវារៀងដើរអត់សូវលឿនណាបងប្អូនអញ្ចឹងទៅនេះថ្ងៃនេះខ្ញុំនឹងមកប្រាប់អំពីធ្វើម៉េចដាក់ឲ្យវាដើរលឿនណាអញ្ចឹងយើងមានខ្សែណាបងប្អូនខ្សែយើងមកតមកយើងគូតនេះគូត USB នេះអត់ច្បាស់បងប្អូនហ្នឹងហើយយើងយកមកដោតជាមួយ laptop យើងមកឬក៏កុំព្យូទ័រយើងមកដែលមាន USB ហ្នឹងមកយ៉ាពេលយើងដោតចឹងហើយខ្សែនេះមួយទៀតខ្សែគូតសារហ្នឹងយើងយកមកដោតជាមួយនេះយើងបងប្អូនដោតជាមួយគូតទូរស័ព្ទយើងមកនេះលោតមកហ៎លឺហ៎លឺហើយចូលហើយបងប្អូនធ្វើមិនទៀតយើង scroll ពីលើមកនេះវាលោតមកចឹងបងប្អូនចឹង system UI នេះយើង select លើវាមកយើងចុចលើវាមកវាយើងរើសហើយទី1បញ្ចូលថ្មធម្មតាទី2ត្រូវការ transfer file ឬក៏រូបភាពអីចូលកុំព្យូទ័រអញ្ចឹងនេះរូបថតអានេះ MIDI លក្ខណៈតន្ត្រីអញ្ចឹងនេះយើងយកលក្ខណៈទីលេខរៀងទី4វិញបងប្អូនយើងរាប់ពីលើ1 2 3 4ដល់4យើងថុចលើវាអញ្ចឹងមកតមកយើងសម្រាប់ទូរស័ព្ទបងប្អូនដែលអត់មានថាលក្ខណៈថាអត់ដាក់លេខកូដវានេះវាចូលហើយតែដោយសារខ្ញុំដាក់ password អញ្ចឹងខ្ញុំ select password ខ្ញុំចូលមកនេះតមកវានេះបងប្អូនតែមកវាតុនចូលទេបងវាចូលឡើងចូលនឹងលក្ខណៈបើវាចូលបងប្អូនអូវាលើអញ្ចឹងមកហើយយើងចុចកន្លែង network sharing activate នេះយើងចុចកន្លែងហ្នឹងមកថេចលើវាមកយើងបើកនេះបងប្អូនយើងបើកកន្លែង USB tethering កន្លែងហ្នឹងយើងបើកអាហ្នឹងអានេះវាយើងបិទវាបាត់ហើយមើលលើ screen កុំព្យូទ័របាត់ហើយបងប្អូនឃើញកន្លែងនេះបាត់អញ្ចឹងអានេះខ្ញុំអត់មានបើក Wi-Fi ទេហើយចាំពេលខ្ញុំបើកវិញចូលវាចូលបងប្អូននេះមកហើយនេះឃើញទេចឹងវាល្អត្រង់ហ្នឹងហើយលក្ខណៈនៃការអ៊ីនធឺណិតវាជាមួយខ្ញុំ touch speed ឲ្យមើលវាដើរលឿនបងប្អូនវាឧទាហរណ៍ខ្ញុំវាយ touch speed អូខេនេះជាមួយវាដើរមកដែរបងប្អូនចឹងសម្រាប់បងប្អូនដែលយើងលក្ខណៈសេវាខ្សោយយើង share ពីទូរស័ព្ទចូលកុំព្យូទ័ររបស់យើងហើយវាអត់សូវដើរបងប្អូនអាចធ្វើរបៀបនេះបាននេះវាដើរលឿនបងលក្ខណៈ10ទៅ20អញ្ចឹងបងប្អូនតាមហ្នឹងនេះបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងដែរទេបើបងប្អូនគិតថាវីដេអូនេះមានថាប្រយោជន៍ក៏ដូចជាល្អចឹងបងប្អូនអាចជួយចុច like ក៏ដូចជា subscribe channel របស់ខ្ញុំម្នាក់មួយផងសម្រាប់វីដេអូចែករំលែកល្អៗលើក្រោយខ្ញុំនឹងចែកជូនបងប្អូនបន្ថែមទៀតបាទសូមអរគុណ